Ê, bông bố nè, ní cứ có khmauj bà có khmauj nâng thậtនៅទល់មុខជាមួយនឹងកោះ7ដែលជាតំបន់ទេសចរណ៍មួយបាទស្ថិតនៅក្នុងស្រុកគិរីសាគរខេត្តកោះកុងបាទហើយខ្ញុំមកលេងហ្នឹងមកងូតទឹកមើលផ្កាថ្មហ្នឹងដែលនៅខាងកោះ7នោះបាទនៅខាងកោះ7នោះហើយក៏ឲ្យម្ចាស់ឧបរហ្នឹងបាទគាត់ជូនមកលេងកោះខ្មោចហ្នឹងហើយខ្ញុំក៏មិនដឹងថាសាវតាវាយ៉ាងម៉េចទេបានគេហៅថាកោះខ្មោចហើយសួរគាត់ទៅគាត់អត់ដឹងដែរឬទៅគេហៅកោះខ្មោចដល់ក្រោយមកទៅគេរៀបចំតំបន់ហ្នឹងទៅជាតំបន់ទេសចរណ៍ទៅគេក៏ប្រែឈ្មោះលុបអាកោះខ្មោចហ្នឹងចេញដាក់ទៅជាកោះរីករាយវិញហើយដាក់កោះខ្មោចដោយវាអាក្រក់ស្លាប់ហើយភ្ញៀវឮអញ្ចឹងក៏មិនហ៊ានមកលេងទៀតហ្នឹងអញ្ចឹងគេដាក់ទៅជាកោះរីករាយប៉ុន្តែស្ងាត់ណាស់បងស្ងាត់ហើយខ្ញុំសរសើរពីអ្នកប្តីប្រពន្ធនៃឆ្កែ2គាត់ធ្វើផ្ទះរស់នៅនឹងតែ2អ្នកប្តីប្រពន្ធហ្នឹងណាហើយបើខ្ញុំវិញមិនហ៊ាននៅហើយបងប្អូនហ៊ាននៅទេបាទស្ងាត់ណាស់បាទប៉ុន្តែមានចលនាអគ្គិសនីណាគេរាយបណ្ដាញខ្សែភ្លើងតាមបាតសមុទ្រមកដល់បណ្ដាញអគ្គិសនីគេបាទនឹងនៅកោះខ្មោចនឹងឯងនៅទល់មុខនឹងកោះ7ណានៅទល់មុខកោះ7តំបន់ទេសចរដែលគេមកងូតទឹកលឹកទឹកមើលផ្កាថ្មបាទមើលផ្កាថ្មមើលត្រីគេក្រឹមត្រីដូចតូចស្អាតបាទហើយខ្ញុំពាក់អាវពោងហ្នឹងលឹកទៅវាមិនចង់ចោតទេបាសតកូតឡើងលើហ្នឹងបាទមួយទៅមើលឯងផ្កាថ្មហ្នឹងហើយតំបន់ហ្នឹងទឹកមិនជ្រៅទេបាទទឹករាក់ទេបាទកន្លែងផ្កាថ្មខ្លាំងទឹកត្រឹមជាគួងបាទហើយប៉ុន្តែវាមិនសូវស្អាតទេបើអាទឹកនៅយ៉ាងជ្រៅបន្តិចមកលិចក្បាលអាហ្នឹងមើលទៅគឺឃើញផ្កាថ្មអីស្អាតណាស់បាទបងប្អូនបាទ